ก็มีการประชุมกันនាយករដ្ឋមន្ត្រីថៃកុមារីផែថងឋានប្រកាសដាច់អ៊ីនធឺណិតអគ្គិសនីសាំងរឹតបន្តឹងព្រំដែននិងឈប់ឲ្យនាំរបស់របរពីថៃទៅកម្ពុជានេះបានចំជាទើបងើបពីដេកមែននាយករដ្ឋមន្ត្រីថៃកុមារីផែថងឋានស៊ីណាវ៉ាត់ដែលយើងស្ដាប់សម្ដីសម្ដៅខ្លឹមសារហាក់បីដូចជាទើបងើបពីដេកបានប្រកាសថាយើងផ្ដាច់អ៊ីនធឺណិតអគ្គិសនីសាំងនិងឈប់ឲ្យនាំរបស់របរពីថៃទៅកម្ពុជានាយករដ្ឋមន្ត្រីថៃកុមារីផែថងឋានរូបនេះនៅបានចោទទៀតថាកម្ពុជាបំរើដល់ឧក្រិដ្ឋជនអនឡាញឧក្រិដ្ឋកម្ម Cyber ហើយខ្លួនគេអះអាងប្រាប់អន្តរជាតិថានឹងចាត់វិធានការរឹតបន្តឹងដោយខ្លួនស្ម័គ្រចិត្តធ្វើជាទីបញ្ជាការកណ្ដាលដើម្បីបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងថារឹតបន្តឹងប្រជាជនរបស់ខ្លួនក្នុងការចេញចូលតាមខេត្តទាំង7នៃប្រទេសថៃដែលជាប់ព្រំដែនកម្ពុជាការប្រកាសបែបនេះរបស់នាយករដ្ឋមន្ត្រីថៃផ្សាយតាមបណ្ដាញព័ត៌មានផ្សេងត្រូវបានប្រជាជនថៃនាំគ្នាចូលខមមិនសួរថាលោកស្រីនាយករដ្ឋមន្ត្រីទើបងើបពីដេកមែនគូបញ្ជាក់ថាអ្វីដែលលោកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីណាវ៉ាត់ប្រកាសនេះគឺកម្ពុជាបានដើរមុនមួយជំហានរួចទៅហើយទាំងបិទទាំងកាត់ទាំងបញ្ឈប់អ្វីៗនោះគឺកម្ពុជាបានធ្វើមុនរួចទៅហើយលោកស្រីទើបតែមកប្រកាសនាពេលនេះអីអញ្ចឹងបានប្រជាជនថៃខមមិនថាទើបតែងើបពីដេកហ្នឹងតាក់ទងនឹងឧក្រិដ្ឋកម្ម Cyber ឬឧក្រិដ្ឋកម្មអ៊ីនធឺណិតនេះត្រូវបានទូរទស្សន៍សង្ហបុរី CNA នៅយប់ថ្ងៃទី20 ខែមិថុនាឆ្នាំ2025បានផ្សាយថាសមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជនតាមអ៊ីនធឺណិតក្នុងប្រទេសថៃជាច្រើនដងច្រើនកន្លែងរកឃើញថាប្រទេសថៃមួយនេះជាមណ្ឌលចែកចាយធំបំផុតនៃពពួកឧក្រិដ្ឋជនអ៊ីនធឺណិតពួកឧក្រិដ្ឋជនទាំងនោះបានបង្ខំមនុស្សឲ្យប្រព្រឹត្តអំពើឆោបោកតាមអ៊ីនធឺណិតនិងបានលួងលោមដោយល្បិចកិច្ចកលផ្សេងៗធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ហើយបានប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនសម្រាប់ពួកឧក្រិដ្ឋជនអូនគឺជាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញវាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើងសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងកែប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករិស័យមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក SV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត